ថ្ងៃនេះដែរមកស្ងោថៃរស់ទៀតហើយបងប្អូនទាំងអស់គ្នាអើយមកស្ងោជក់ថៃរស់ថ្ងៃមុនហ្នឹងគឺតែងគេទេណាប៉ុន្តែសម្រាប់ថៃរស់ថ្ងៃនេះគឺចាប់បានខ្លួនឯងហ្នឹងហើយពួកខ្ញុំគ្នាប្រហែលជា7-10នាក់ហ្នឹងបានធ្វើដំណើរទៅហាត់ប្រាណហ្នឹងហើយគ្នា10នាក់គឺខ្ញុំជាអ្នកចាប់បានថៃរស់ហ្នឹងហើយអ្នក6-7នាក់ទៀតនិយាយពីស្ដាយឡើងហៀទាំងមាត់អត់ចេះចាប់គឺថាមូលហេតុដែលធ្វើឲ្យមានថៃឡើងហ្នឹងគឺមកពីប្រហែលថ្ងៃហ្នឹងគឺភ្លៀងខ្លាំងមែនទែនសូម្បីតែម៉ោង5ទៅម៉ោង6ល្ងាចហើយហ្នឹងភ្លៀងផងព្យុះផងទឹកឡើងពេញខ្សែហើយពួកខ្ញុំបានដើរហ្នឹងក៏ដើរហាត់ទាំងភ្លៀងទាំងអីហ្នឹងក៏ប្រទះឃើញថៃឡើងមានច្រើនណាមានតាំងពីថៃថ្ងៃមុនជួបថៃក្រាញឡើងពេញតែហ្នឹងអញ្ចឹងថៃទួដែលភាសាគេច្រើនតែហៅថាថៃរស់ហ្នឹងណាតោះឥឡូវថ្ងៃយ៉ាងឆេដែរហើយខ្ញុំមកចាប់ផ្ដើមស្ងោថៃរស់យើងទៅយើងមកចាប់ផ្ដើមសម្អាតយើងធ្វើថៃរស់ព្រោះថាខែនេះរំអិលខ្លាំងមែនទែនរំអិលច្រើនណាស់បងប្អូនណាធ្វើផងកោសផងខិនតលៀងទឹកត្រីហ្នឹងមិនដឹងថាអស់ប្រហែលគីបទេរំអិលច្រើនមែនទែនថៃខ្សែយើងនេះក្រោយពីយើងធ្វើសម្អាតហើយហ្នឹងយើងកាត់ត្រីយើងជាកង់មកហើយយើងយកមើមខ្ទឹមមកដំឲ្យបែកទៅសម្រាប់យកមកបង់កុំឲ្យវាឆ្អាបហើយនេះគឺមានជាមួយនឹងគល់សក្តិយើងលាងសម្អាតឲ្យស្អាតដែរមកហើយយើងយកមកដំឲ្យបែកដើម្បីឲ្យវាបែកក្លិនឈ្ងុយហើយនេះជាម្ទេសស្រែបងប្អូនថ្ងៃខែនេះអត់ខ្វះទេម្ទេសស្រែគឺដើមដុះពេញនឹងទាំងអស់បើបងប្អូនណាចង់បានអាចប្រាប់ខ្ញុំបានខ្ញុំបេះយកទៅឲ្យដល់ផ្ទះម្នាក់មួយថងមកនេះមានតាំងពីខ្ចីមានតាំងពីសខេលមានតាំងពីទុំហិលស្រួលណាបងប្អូនហិលដាក់មួយម៉ាត់មកគឺថាហិលងាងហ្មងហិលឡើងក្អឹកហ្មងនេះអូមើលសម្រស់តែអត់មានតកៅទេណាខែនេះគឺម្ទេសស្អាតមែនទែនអត់មានតកៅទេល្អណាស់ម្ទេសមកប្រភេទនោះច្រើនតែមានតកៅតែម្ទេសនេះអត់ទេមិនដឹងថាម្ទេសអីអ្នក review មួយដងអត់ស្គាល់ម្ទេសលីងឥឡូវយើងចាប់ដើមដាក់ទឹកយើងដាំរួចទៅយើងបង់អំបិលមកក្តាប់មកហើយយើងបង់គ្រឿងយើងចូលទៅមានមើមខ្ទឹមមានចក្រីដែលយើងដាំឲ្យបែកក្លិនហើយមានជាមួយស្លឹកក្រូចហ្នឹងហើយយើងចំណាយពេលប្រហែល5នាទីយើងបើកភ្លើងតាមស្រួលហើយទឹកក៏ចាប់ដើមពុះនៅពេលដែលទឹកវិលហ្នឹងគឺយើងអាចបង់ជាមួយស៊ុបខ្នុរចូលប៊ីចេងស្ករហើយនឹងទឹកត្រីបន្តិចមកទឹកយើងក៏ពុះមិនធម្មតាដែរទឹកតែចាប់ដើមពុះបខំហ្មងហ្នឹងហើយទឹកពុះចឹងហើយយើងអាចផ្សំគ្រឿងបានកូរវាទៅយើងអាចធ្វើការដាក់ត្រីរស់យើងបានហើយឥឡូវយើងចាប់ដើមដាក់ត្រីរស់យើងមកចំពោះត្រីធំបន្តិចគឺយើងធ្វើវាគឺយើងអត់ចោលពោះទេណាសម្រាប់ត្រីតូចអីយើងបោះពោះវាចោលបានតែសម្រាប់ត្រីរស់ធំអញ្ចឹងមកមុខថៃរស់នេះ1គីឡូហើយបើសិនជាយើងបោះពោះវាចោលគឺយើងស្ដាយព្រោះថាចំណុចឆ្ងាញ់របស់វាគឺពោះហ្នឹងហើយអ្នកខ្លះអត់ចេះហូបពោះទេតែខ្ញុំចូលចិត្តណាពោះហើយនឹងសាច់ដែលនៅពីក្រោមពោះហ្នឹងបែបលក្ខណៈថាសាច់ហ្នឹងណែនដូចសាច់ដុំអញ្ចឹងណាឆ្ងាញ់ណាស់នៅពេលដែលយើងចាប់ដើមបងថៃយើងរួចរាល់យើងចាប់ដើមបងម្ទេសចំពោះម្ទេសនេះបើសិនជាបងផ្ទះបងប្អូនអត់មានក្មេងទេបងប្អូនអាចយកវាមកកាត់ណាផ្លែម្ទេសនឹងកាត់ទៅដើម្បីឲ្យវាបែករសជាតិហឹលពេញឆ្នាំងហ្នឹងហ្មងគឺឆ្ងាញ់ប៉ុន្តែដោយសារផ្ទះខ្ញុំមានក្មេងខ្ញុំត្រូវការយកទឹកសម្លលាយឲ្យកូនអញ្ចឹងខ្ញុំអត់ហ៊ានហាន់ម្ទេសហ្នឹងទេគឺខ្ញុំដាក់វានៅទាំងផ្លែធំរួចទៅចាំយើងដុសយកមកហូបចាំយើងញិចវាឲ្យបែកអូយស្ងោជក់នេះបើថាអត់ម្ទេសណាដូចស្លអត់បងប៊ីចេងអញ្ចឹងនេះគឺជាចំណុចនៅពីក្រោមពោះសាច់វាបែបសាច់ដុំអូឆ្ងាញ់ណាបងប្អូនឆ្ងាញ់ជាងកន្លែងណាទាំងអស់នេះអាសាច់ត្រីកន្លែងឆ្ងាញ់គឺកន្លែងហ្នឹងហើយមួយទៀតគឺក៏ភ្លៀងកន្លែងសាច់ដុំណែនណាហើយនេះគឺកន្លែងសកៃកន្លែងហើយមកមើលម្ទេសរបស់យើងមើលអូទំនងមែនទេលោកហើយឃើញម្ទេសក៏សក់ទៅមាត់ទេនេះមិនដឹងថាត្រូវរសជាតិវាអូយខាងនិយាយក៏សក់ទឹកមាត់ដែរឥឡូវដល់ម៉ោងអាហារថ្ងៃត្រង់អូយយើងទុកវាឲ្យពុះឲ្យយូរបន្តិចមកប៉ុន្តែយើងមិនងោះវាយូរពេកទេដោយសារត្រីយើងមិនបាច់ប្រើពេលរំងាស់ដូចពួកប្រភេទសាច់ទេអូឥឡូវឆ្អិនណាបងប្អូននៅពេលឆ្អិនហើយខ្ញុំចាប់ផ្ដើមយកជីមានជីរណាមានជីមញ៉េហើយនឹងស្លឹកខ្ទឹមដែលយើងហាន់ទូចហើយយើងអាចបង់ពីលើសម្លយើងមកហើយក្រូចឆ្មាយើងសម្បាច់ទៅបងប្អូនចង់សម្បាច់ក្នុងឆ្នាំងហ្នឹងឲ្យហើយឬមួយសម្បាច់ដាក់ចានក៏បានដែរបងប្អូនណាចាំសម្បាច់ពេលយើងដាក់ចានក៏បានឬមួយសម្បាច់ក្នុងឆ្នាំងហ្នឹងឲ្យហើយក៏បានដែរនៅពេលដែលយើងសម្បាច់ហើយយើងធ្វើការភ្លក់ទៅបើល្មមគឺយើងអាចដាក់ចានហូបបានឥឡូវមកហូបជាមួយគ្នាទាំងអស់គ្នាណាឆ្ងោជក់ថៃយើងនេះមើលកង់នេះមើលឡបើសិនជាអត់ម្ទេសអត់ឆ្ងាញ់ទេណាបាទតោះអូននេះអូនចាប់មកជិះតាមម្ទេសហ្នឹងមើលថាវាក្រហមប៉ុណ្ណាអូនក្រហមខ្លាំងណាស់ញិចឲ្យហិលកុំឲ្យអូនញ៉ាំបានមើលមិនវិញគូមក
ไปถ่ายดูเจ็ดhơi tao lang mà cùng đặt tiết ngang nhé ngang cô nè đi con thấy á và ngon nữa không ngang chờ sạp đấy nhưng cho chặt thầy bên trong chặt hỉa mới nè này nha cô nè ngang nhé nè bông ônนี่ช่วยไปเยอะไปหน่อยฮะด่านะคนงานยังทำไมอ่ะđang chém